គឺយើងនឹងសិក្សាទាក់ទងទៅនឹងស្ថានសម្រាប់ទោសមុននឹងឈានចូលដល់ការបកស្រាយលម្អិតសូមបងប្អូនសិស្សនិស្សិតជួយចុច Subscribe ខ្ញុំម្នាក់មួយផងអញ្ចឹងខ្ញុំនឹងឲ្យនិយមន័យទាក់ទងទៅនឹងស្ថានសម្រាប់ទោសដោយផ្អែកតាមមាត្រា93នៃក្រមព្រហ្មទណ្ឌបានចែងថាកាលណាកលៈទេសៈនៃបទល្មើសឬក៏បុគ្គលិកលក្ខណៈនៃជនជាប់ចោទតម្រូវតុលាការអាចសម្រេចឲ្យជនជាប់ចោទទទួលបាននៅស្ថានសម្រាប់ទោសស្ថានសម្រាប់ទោសអាចត្រូវផ្ដល់ទៅឲ្យជនជាប់ចោទបានដែរទោះបីជាជនជាប់ចោទនោះត្រូវបានប្រកាសថាស្ថិតនៅក្នុងភាពមិនរាងចាក៏ដោយតាមអត្ថន័យខាងលើស្ថានសម្រាប់ទោសគឺជាលក្ខណៈគឺជាកលៈទេសៈនៃបទល្មើសឬក៏បុគ្គលិកលក្ខណៈនៃជនជាប់ចោទដែលនាំឲ្យតុលាការសម្រេចឲ្យជនជាប់ចោទនោះបានទទួលនៅស្ថានសម្រាប់ទោសចំពោះមូលហេតុដែលនាំឲ្យមានស្ថានសម្រាប់ទោសយោងតាមមាត្រា93ខាងលើយើងឃើញថាមូលហេតុដែលអាចឲ្យតុលាការផ្ដល់នៅស្ថានសម្រាប់ទោសដល់ជនជាប់ចោទនោះគឺបុគ្គលិកលក្ខណៈរបស់ជនជាប់ចោទផ្ទាល់តែម្ដងមានន័យថាតុលាការមើលទៅលើបុគ្គលិកលក្ខណៈរបស់ជនជាប់ចោទតើគាត់អាចទទួលបានស្ថានសម្រាប់ដែរឬទេចំពោះបុគ្គលិកលក្ខណៈមានដូចជាសាវតាចំណេះដឹងអាកប្បកិរិយាស្ថានភាពគ្រួសារឬក៏ការសារភាពទទួលកំហុសដោយខ្លួនឯងគ្មានការបង្ខិតបង្ខំនិងគ្មានប្រវត្តិផ្ដន់ទាទោសជាដើមការអាចពឹងផ្អែកលើកលៈទេសៈនៃបទល្មើសដូចជាប្រព្រឹត្តបទល្មើសក្នុងពេលដែលមានវិបលាសស្មារតីដែលបន្ថយនូវការដឹងខុសត្រូវឬក៏ហាក់ដូចជាការការពារស្របច្បាប់ដែលខុសពីច្បាប់បន្តិចរួមទាំងចរិតគ្រោះថ្នាក់នៃអំពើផងដែរឧទាហរណ៍ជនម្នាក់ប្រព្រឹត្តបទល្មើសលួចដោយសារស្ថានភាពគ្រួសារត្រូវការទិញទឹកដោះគោឲ្យកូនចំពោះទោសដាក់ពន្ធនាគារមួយជីវិតនិងស្ថានសម្រាលដោយយោងទៅតាមមាត្រា95ចែងថាកាលណាតុលាការត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារមួយជីវិតចៅក្រមដែលផ្ដល់នៅស្ថានសម្រាលទោសអាចប្រកាសទោសដាក់ពន្ធនាគារក្នុងចន្លោះរវាង15ឆ្នាំនិង30ឆ្នាំមានន័យថាបើបទល្មើសណាមួយត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារមួយជីវិតដូចជាបទឃាតកម្មគិតទុកជាមុនបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិជាដើមហើយតុលាការសម្រេចផ្ដល់នៅស្ថានសម្រាលនោះចៅក្រមអាចប្រកាសទោសពី15ឆ្នាំទៅ30ឆ្នាំចំពោះអនុភាពនៃស្ថានសម្រាប់ទោសគឺយើងធ្វើការបែងចែកជា2ទី1អនុភាពនៃស្ថានសម្រាប់ទោសចំពោះនីតិជននិងមួយទៀតគឺអនុភាពនៃស្ថានសម្រាប់ទោសចំពោះនីតិជនដូច្នេះខ្ញុំសូមបកស្រាយចំពោះនីតិជនមុនដោយយោងតាមមាត្រា84បានបង្ហាញឲ្យឃើញពីអនុភាពនៃស្ថានសម្រាប់ទោសចំពោះនីតិជនដោយជាកាលណាតុលាការផ្ដល់ឲ្យជនជាប់ចោទនៅស្ថានសម្រាប់ទោសអបបមានៃមូលទោសចំពោះបទឧក្រិដ្ឋឬក៏បទមជ្ឈិមត្រូវបន្ថយមកត្រឹមຂະຫນាតដូចជាទី1អបបមានៃទោសដាក់ពន្ធនាគារស្មើឬក៏លើស10ឆ្នាំអបបមានៃទោសនេះត្រូវបន្ថយមកត្រឹម2ឆ្នាំបើអបបមានៃទោសដាក់ពន្ធនាគារស្មើឬក៏លើស5ឆ្នាំហើយតិចជាង10ឆ្នាំអបបមានៃទោសនេះត្រូវបន្ថយមកត្រឹម1ឆ្នាំបើអបបមានៃទោសដាក់ពន្ធនាគារស្មើឬលើស2ឆ្នាំហើយតិចជាង5ឆ្នាំអបបមានៃទោសនេះត្រូវបន្ថយមកត្រឹម6ខែបើអបបមានៃទោសដាក់ពន្ធនាគារស្មើឬលើស6ថ្ងៃហើយតិចជាង2ឆ្នាំអបបមានៃទោសនេះត្រូវបន្ថយមកត្រឹម1ថ្ងៃអបបមានៃទោសពិន័យត្រូវបន្ថយមកត្រឹមពាក់កណ្ដាលចំពោះអនុភាពនៃស្ថានសម្រាប់ទោសចំពោះអនីតិជនតាមមាត្រា164នៃក្រមព្រហ្មទណ្ឌស្ថានសម្រាប់ទោសត្រូវអនុវត្តទៅលើអនីតិជនដែលក្នុងនោះបើតុលាការបានសម្រេចឲ្យមានស្ថានសម្រាប់ទោសអបបមានៃទោសលើអនីតិជនចំពោះបទឧក្រិដ្ឋឬក៏បទមជ្ឈិមត្រូវបន្ថយតាមຂະຫນាតដោយឡែកដូចតទៅបើអបបមានៃទោសដាក់ពន្ធនាគារស្មើឬលើស10ឆ្នាំអបបមានៃទោសនេះត្រូវបន្ថយមកត្រឹម1ឆ្នាំបើអបបមានៃទោសដាក់ពន្ធនាគារស្មើឬលើស5ឆ្នាំហើយតិចជាង10ឆ្នាំអបបមានៃទោសនេះត្រូវបន្ថយមកត្រឹម6ខែបើអបបមានៃទោសដាក់ពន្ធនាគារស្មើឬលើស2ឆ្នាំហើយតិចជាង5ឆ្នាំអបបមានៃទោសនេះត្រូវបន្ថយមកត្រឹម3ខែបើអបបមានៃទោសដាក់ពន្ធនាគារស្មើឬលើស6ថ្ងៃហើយតិចជាង2ឆ្នាំអបបមានៃទោសនេះត្រូវបន្ថយមកត្រឹម1ថ្ងៃ